រឿងទឹកតែល្បីនៅក្នុងប្រទេសកូរ៉េដែលដំណើរការនៃរឿងគឺគីមសូរុនបានធ្វើអត្តឃាតហើយត្រូវបានគេដឹងថាព្រោះជំពាក់លួចក្រុមហ៊ុនដែលខ្លួនធ្វើការដែលមានលោកគីមសូយុនជាម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុននោះហើយអ្នកទាំងពីរក៏ត្រូវជាសង្សារនឹងគ្នាផងដែរក្រោយគីមសូរុនទទួលមរណភាពទៅគ្រួសារខាងស្រីក៏ការមិនសុខចិត្តព្រោះកូនស្រីខ្លួនបានព្យាយាមលក់ឡាននិងធ្វើឲ្យផ្សេងទៀតដើម្បីសងបំណុលដល់ក្រុមហ៊ុនហើយតែដល់ខ្លួនមិនអាចសងភ្លាមបានក៏ធ្វើការទំនាក់ទំនងទៅសង្សាររបស់ខ្លួនគឺលោកគីមសូយុនឲ្យទុកពេលដល់ខ្លួនក្នុងការសងបំណុលតែលោកមិនព្រមលើកទូរស័ព្ទទោះបីខាងស្រីធ្វើការតាក់ទងទៅជាច្រើនទម្រង់ក៏ដោយមិនត្រឹមតែប៉ុណ្ណោះភាគីខាងក្រុមហ៊ុនបានធ្វើការដាក់ពាក្យបណ្ដឹងទៅតុលាការទៀតផងដោយសារហេតុនេះហើយទើបធ្វើឲ្យឪពុកម្ដាយខាងស្រីមិនសុខចិត្តក៏ធ្វើការទាមទារការទទួលស្គាល់ពីខាងបុរសថាអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នាពីមុនមកតែបែរជាខាងប្រុសមិនមានប្រតិកម្មអ្វីទាំងអស់ខាងស្រីកើតការមិនស្រណុកចិត្តក៏ប៉ុងរូបភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរនឹងបានទាមទារឲ្យគីមសូយុនព្រមទទួលសារភាពនិងបានប្រាប់ទៀតថាបើលោកមិនធ្វើការស្រាយបំភ្លឺទេនឹងធ្វើការផុសរូបភាពនិងវីដេអូបន្តទៀតប្រមាណ200ប៉ុស្តិ៍ដែលមាននៅក្នុងដៃឲ្យមហាជនបានដឹងតាមការអដឹងពីក្រុមហ៊ុនខណៈពេលនេះលោកគីមសូយុនកំពុងមានជំងឺផ្លូវចិត្តយ៉ាងគួរឲ្យព្រួយបារម្ភដោយសារលោកត្រូវបានគេបញ្ជូនព្យាបាលនៅឯមន្ទីរពេទ្យក្រោយពីផ្ទុះរឿងនេះតាមការអដឹងផងដែរថាលោកគីមសូយុនបានមានទំនាក់ទំនងជាមួយគីមសូរុនតាំងតែពីនាងទើបតែមានអាយុ15ឆ្នាំនៅឡើយហើយលោកមានអាយុ27ឆ្នាំនេះបើតាមការស្រាវជ្រាវពីយឺស្ដៃរបស់អ្នកទាំងពីរដែលបានថតបង្ហោះនៅក្នុងអ៊ីតនិងតាមការអះអាងពីសំណាក់ខាងស្រីបើតាមវីដេអូចាស់ក៏បានបង្ហាញយ៉ាងច្បាស់ដែរពីភាពស្និទ្ធស្នាលខុសធម្មតាក្នុងអំឡុងពេលថតរឿងនិងអំឡុងពេលសម្ភាសន៍ដែលបានបញ្ជាក់ពីពាក្យសម្ដីថានឹងថតរឿងរ៉ូមែនទិកជាមួយគីមសូរុនពេលដែលនាងធំនិងការអោបដែលមើលទៅគីមសូយុនមានទំនោរចិត្តស្រឡាញ់មនុស្សស្រីដែលមានវ័យនៅក្មេងៗដោយគីមសូរុនជាដើមរឿងមួយទៀតដែលធ្វើឲ្យមានការសង្ស័យនឹងថាលោកគីមសូយុនមានទំនោរស្រឡាញ់រកតែក្មេងស្រីដែលនៅក្មេងៗនឹងថាលោកមានទំនាក់ទំនងជាមួយគីមសូរុនតាំងតែពីនាងមានអាយុ15ឆ្នាំមកម្ល៉េះរឿងនោះគឺថាអ្នកចាត់ការផ្ទាល់របស់គីមសូយុនរងការផាកពិន័យនិងជាប់ពន្ធនាគារពីការបំពានក្មេងស្រីដែលនៅក្មេងៗជាច្រើនអ្នកយោងតាមសាច់រឿងខាងលើក្មេងស្រីឬមនុស្សស្រីត្រូវមានការការពារខ្លួននិងកុំបណ្ដោយខ្លួនទៅតាមអាយដលភាពលុយឆាយភាពស្រស់សង្ហាឲ្យសោះព្រោះអាចមានវាសនាដូចគីមសូរុនក៏ថាបានចូលមានស្មារតីកុំបណ្ដោយខ្លួនអានដោយសំឡេងសាបនិមិត្តសារិកា AI